បងប្អូនមើលការដាំដំណាំនៅខែក្តៅវិសានដបោកចឹងខ្ញុំវាក្តៅខ្លាំងហើយខ្ញុំតំបាញ់ទឹកវាដំណាំអត់ល្អបើសិនជាប្រៀបធៀបការដាំនៅលើកែស្នោខែក្តៅកែស្នោគឺល្អជាងដាំនៅលើតាយោដោយសារអីខ្ញុំអត់មានអាស្បៃតម្លាក់ទុកក្តៅខ្ញុំមានតែស្បៃតំណាញ់ដល់ពេលអញ្ចឹងយើងអាចគ្រប់គ្រងកាសធាតុបានទេដំណាំអត់ល្អទេដំណាំក្រិនមកនេះសពូនបាត់ហើយទូទៅគេឲ្យយើងដាក់ក្លាសេដុំតកកដាក់នៅក្នុងដបហើយឲ្យយើងយកមកដាក់តម្លាក់នៅក្នុងកន្លែងទឹកធុងដែលយើងដាក់ជីម៉ូទ័រហ្នឹងប៉ុន្តែខ្ញុំអត់បានធ្វើទេហើយដំណាំខ្ញុំជើងមុនហ្នឹងគឺក្រិនអញ្ចឹងដែរប្រមូលផលអត់បានទេខ្ញុំអត់ទាន់បានរកវិធីដោះស្រាយវាខ្ញុំរវល់អត់បាននៅជាប់ដល់ពេលអញ្ចឹងវាពិបាកមើលក្នុងការមើលថែដែរហើយគិតថាដំណោះស្រាយលើកក្រោយមានតែបដូរបន្លែយកបន្លែណាដែលវាធន់នឹងខែក្តៅខ្លាំងដូចស្ពៃខាត់ណាអីចឹងវិញព្រោះអានេះខ្ញុំដាំអត់បានស្លឹកបានប្រមូលផលមួយសាហើយគិតថាបានលក់ចូលឆ្នាំហើយមានបានលក់ណាប្រមូលចេញអស់លេងវាក្រិនហើយអានេះខ្ញុំពិសោធន៍ខ្ញុំដាក់ដាំស្ពៃម្ដងព្រោះគេថាស្ពៃខាត់ណាស្ពៃហាងអីហ្នឹងវាធន់នឹងខែក្តៅជាងសាឡាត់អានេះខ្ញុំមានបានដាក់តកកដាក់អីទៅគឺវានៅថាក្តៅកលីជះមកចឹងតែម្ដងប៉ុន្តែមកថតមកផ្លេតហ្នឹងបែកយើងឡើងជោគថានេះវាឡើងខ្មៅអត់អាចប្រើបានទេទឹកចិត្តសម្រាប់ចិត្តបោះចោលនេះឬវាឡើងខ្មៅយូរអាចមកពីអាកាសធាតុវាក្តៅពេកអានេះខ្ញុំទុកឲ្យពងវាស្ងួតអាំងយកបោះចោលនៅក្នុងតារាមខូចខាតច្រើនលែងឲ្យតែដាំគឺបានល្អទេមានបញ្ហាដែលយើងត្រូវដោះស្រាយវាតាមរដូវកាលអានេះអាចខូចដែរដល់វាចាប់ដើមឡើងឬខ្មៅតែអញ្ចឹងយើងអាចចាក់ទឹកជីចោលហើយដាក់ទឹកធម្មតាសិនព្រោះខែក្តៅគេតម្រូវឲ្យយើងថយជីអត់អាចដាក់ជីដូចខែធម្មតាបានទេឧទាហរណ៍បងប្អូនដាក់នៅក្នុងធុងស្នោធ្លាប់ដាក់ជី80អីចឹងអាចចុះនៅ60អានេះឧទាហរណ៍ខ្ញុំអត់បានជាកណនីចំនួនលេខជាក់ស្ដែងព្រោះជាក់ស្ដែងតាមទំហំធុងតាមទំហំរោងតាមទំហំទឹករបស់បងប្អូនចឹងណាតែយើងត្រូវថយជីហើយអានេះមើលទៅមិនទាន់មានបញ្ហាវានៅសឡើយខ្ញុំគិតចាប់ដាក់អត់ទាន់ហើយរាល់តែនេះខ្ញុំចាប់ដាក់រៀងយឺតដោយសារជាប់ចូលឆ្នាំហ្នឹងអត់មានបានឡើងមកមើលដល់អញ្ចឹងទៅវាទៅជាសដកខ្លះវានេះអានេះចាប់ដើមទៅអានេះខ្ញុំបែកយឺតខ្លាំងមែនទែនខ្ញុំអាមកវឹកចូលឆ្នាំហ្នឹងគឺថាទុកគ្នាចោលតែម្ដងអត់មានបានធ្វើអីតែបានបែកម្សិលមិញពេលអញ្ចឹងទៅវាអត់ល្អបាទបាក់តេរីនេះវាអត់សូវយ៉ាប់ដូចអាខាងនោះទេតែកុំបែកយឺតដូចគ្នាហើយក្តៅវាពិបាកសម្រាប់យើងដាំតាយោបើអ្នកដែលដាំស្នោវាអាចទប់អត់ឲ្យទឹកក្នុងធុងស្នោហ្នឹងវាក្តៅទេបើអាតាយោនេះវាអត់ទៅធន់នឹងដោយក្តៅវាដាំអត់បានល្អដូចស្នោចង់រដូវក្តៅបងប្អូនណាដែលគាត់ដាំស្នោនៅតែដាំស្នោដែរទៅបងប្អូនណាដែលមានទាំងតាយោហើយនឹងស្នោអាចថយការដាំតាយោបើយើងអត់សូវមានពេលមើលថែដូចខ្ញុំតាមតែនៅក្នុងស្នោរៀងច្រើនជាងរដូវកាលផ្សេងចឹងទៅហើយក្តៅមានអីល្អជាងដាំស្នោទេខ្ញុំដាំស្នោបានល្អខ្លាំងហើយបើប្រៀបធៀបមួយតាយោប៉ុន្តែឡើយខ្ញុំប្រមូលផលទៅបាត់អត់បានបង្ហាញតាយោធំយឺតមែនទែនខែក្តៅក្រិនទៀត
ដល់ពេលគេស្នោគេថមមកបានល្អដូចខែល្ងាចឹងហើយនេះសិតតាខូចវាលលួយអស់ហើយខ្ញុំប្រមូលចោលមួយថ្ងៃនេះសិតតែសាឡាត់ដែលយើងកើតអត់បានលក់ទេកាលថ្ងៃចូលឆ្នាំថាដាំឲ្យច្រើនទាំងរោង3ហ្នឹងអារោងធំអីហ្នឹងដាំឲ្យបានច្រើនប្រមូលលក់រដូវចូលឆ្នាំខ្មែរមានបានលក់ណាក៏សែតមិនកើតធ្វើម៉េចឲ្យវាខែក្តៅយើងអត់ទាន់ចេះគ្រប់គ្រងរដូវតាមរដូវកាលបាន 100% នៅនេះចាប់ឲ្យហើយមុនអ្នកដាំអត់នៅស្រុកខ្មែរមួយទឹករវល់ត្រូវទៅធ្វើការនៅក្រៅប្រទេសបងប្អូនណាទិញជីទិញអីអាចមួយអីពេញឲ្យហើយបានតិចទៀតណាអ្នកលក់អត់បាននៅប៉ុន្តែអ្នកលក់អត់នៅក៏មានម៉ាក់មានបងប្អូនគាត់នៅជួយដែរឲ្យតែឆាតមកមករៀបចំឲ្យបានដូចតែធម្មតាហ្នឹងឥឡូវនាំគ្នាចាប់អានេះសិនកុំឲ្យម៉ាក់គាត់ពិបាកមកមើលថែឲ្យគាត់អត់ចេះថែមជីថែមអីទេគាត់ដឹងទៅថែមទៅទឹកចឹងមុនខ្ញុំទៅធ្វើការបាននៅខ្មែរមួយទឹកខ្ញុំចាប់ដើមចាប់វាអត់ហើយវីដេអូហ្នឹងមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើន